និយាយរឿងម៉ូកូជាក្មេងតូចហើយចម្លែកចូលចិត្តស្វែងរកអ្វីដែលថ្មីរាល់ព្រឹកវាតែងតែចេញដំណើរទៅរកអ្វីដែលប្លែកពេលម៉ូកូកំពុងដើរស្រាប់តែមានពន្លឺចម្លែកបានហោះពីលើមេឃហើយធ្លាក់ចូលទៅក្នុងព្រៃម៉ូកូចាប់អារម្មណ៍យ៉ាងខ្លាំងម៉ូកូសម្រេចចិត្តចេញធ្វើដំណើរដើម្បីរកអ្វីដែលធ្លាក់ពីលើមេឃវាដើរដោយភាពក្លាហានតាមផ្លូវម៉ូកូបានជួប Bramble មនុស្សថ្មធំតួធំក៏ដោយ Bramble ក៏មានចិត្តល្អលីឡាជាមនុស្សមានស្លាបភ្លឺបានហោះចុះមកនាងថាចង់ជួយពួកគេចូលទៅក្នុងព្រៃចុះអាប់ជាខ្លាំងនិងគួរឲ្យខ្លាចតែពួកគេនៅតែបន្តទៅមុខទៀតដើម្បីឲ្យឆាប់ដល់គោលដៅពួកគេបានឃើញគ្រីស្តាល់ធំមួយដែលបាក់ហើយពន្លឺកំពុងតែស្រអាប់នឹងចាប់ព្រះស្រាំវាសំខាន់ណាស់សម្រាប់ព្រៃភ្លាមនោះ Shadow Beast សត្វខ្លាឃ្មុំខ្មៅបានលេចមកវាមិនអាក្រក់ទេតែវាកំពុងទទួលរងរបួសពីគ្រីស្តាល់បាក់ម៉ូកូនិងមិត្តរួមគ្នាជួសជុលគ្រីស្តាល់វិញពន្លឺបានត្រឡប់មកវិញហើយ Shadow Beast ខ្លាឃ្មុំខ្មៅបានអរគុណដល់អ្នកទាំង3ដែលបានជួយសង្គ្រោះ